សូមឲ្យសេរីល្អរបស់ព្រះអង្គបានហូរមកនៅព្រឹកនេះបានហូរមកក្នុងជីវិតរបស់ទូបង្គំរបស់គ្នាម្នាក់កូនដឹងថាព្រះអង្គតែងតែយកប្រតិទុកដាក់មកកាន់ទូបង្គំទោះបីជាទូបង្គំរបស់គ្នាបានធ្លាក់ចុះទូបង្គំដួលទូបង្គំជួបការឈឺចាប់ជួបការបែកបាក់ប៉ុន្តែព្រះនៃទូបង្គំព្រះអង្គតែងតែផ្ដល់ឲ្យព្រះអង្គតែងតែលើកនិងចាំកាន់ដៃទូបង្គំរបស់គ្នាឲ្យដើរដល់ផ្លូវជាមួយនឹងព្រះអង្គឲ្យទូបង្គំរបស់គ្នាមានសេចក្តីសង្ឃឹមចំពោះព្រះអង្គទូបង្គំនឹងអស់កម្លាំងនៅឯសាច់ឈាមប៉ុន្តែព្រះអង្គទេដែលទ្រង់នឹងចម្រើនសាច់ឈាមមកកាន់ទូបង្គំរបស់គ្នាព្រះបិតាទ្រង់គង់នៅស្ថានដ៏ខ្ពស់ទ្រង់កិនដល់ខ្ញុំហើយទ្រង់នឹងបំពេញខ្ញុំនឹងឈរមកព្រោះទ្រង់គង់នៅក្បែរខ្ញុំព្រះអរទ្រង់ត្រង់គង់បីមិនដែលខ្ញុំនឹងឈរមកទោះបីខ្ញុំធ្លាក់ខ្សោយសូមឲ្យកំឡុងដល់ខ្ញុំព្រោះព្រះអរយើងប្រកាសម្ដងទៀតទោះបីខ្ញុំធ្លាក់ចោលខ្ញុំនឹងក្រោកឡើងម្ដងទៀតកាលៈទេសៈអ្វីខ្ញុំនឹងឈរមកបីខ្ញុំធ្លាក់សោយទ្រង់ឲ្យកំឡុងដល់ខ្ញុំព្រោះព្រះអរស្រឡាញ់ខ្ញុំណាព្រះបិតាទ្រង់គង់នៅស្ថានដ៏ទ្រង់កិនដល់ខ្ញុំហើយទ្រង់នឹងបំពេញខ្ញុំនឹងឈរមកព្រោះទ្រង់គង់នៅក្បែរខ្ញុំព្រះអរទ្រង់ត្រង់គង់បីមិនដែលអាចយល់ថា ជីវិតរបស់ទូបង្គំកំពុងតែធ្លាក់ចុះបិតាអើយកូននឹងងើបឡើងម្ដងទៀតជាមួយនឹងទ្រង់ទោះស្ថិតនៅក្នុងកាលៈទេសៈអ្វីក៏ដោយមកគាត់ដឹងថាព្រះអង្គហើយគឺជាកម្លាំងរបស់យើងខ្ញុំរាល់គ្នាព្រះអង្គជាទីពឹងជ្រកជាទីពឹងអាននៅគ្រាមានអាសន្នទោះបីខ្ញុំធ្លាក់ចោលកូននឹងក្រោកឡើងម្ដង ខ្ញុំនឹងក្រោកឡើងម្ដងទៀតកាលៈទេសៈ ទោះកាលៈទេសៈអ្វីខ្ញុំនឹងឈរមកទោះបីខ្ញុំធ្លាក់ខ្សោយទ្រង់ឲ្យកំឡុងដល់ខ្ញុំព្រោះព្រះអរទ្រង់ស្រឡាញ់ខ្ញុំ ទោះបីខ្ញុំធ្លាក់ចុះយើងជាមួយគ្នាម្ដងទៀត ខ្ញុំធ្លាក់ចុះ យើងជឿថាព្រះជាម្ចាស់នឹងជួយយើងម្ដងឲ្យយើងអាចក្រោកឡើង ទោះកាលៈទេសៈ ក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំនឹង សូមឈរញ៉ាំមកជាមួយនឹងព្រះទោះបីខ្ញុំធ្លាក់ខ្សោយទ្រង់ឲ្យកំឡុងដល់
hai trong nền bóng bêសេរីភាពគឺជាព្រះដែលរំដោះយើងឲ្យរួចពីអំពើបាបព្រះអង្គគឺជាផ្លូវគឺជាសេចក្តីពិតហើយក៏ជាជីវិតមកកាន់យើងរាល់គ្នាព្រះអង្គបានផ្ដល់អ្វីៗគ្រប់យ៉ាងមកកាន់យើងរាល់គ្នាសូមឲ្យយើងបានប្រើសេរីភាពដ៏ត្រឹមត្រូវប្រើនៅអ្វីដែលព្រះអង្គបានផ្ដល់មកកាន់យើងដ៏ត្រឹមត្រូវសូមកុំឲ្យយើងបានប្រើគ្រប់ទាំងអ្វីដែលព្រះអង្គបានផ្ដល់ឲ្យខុសនៅបំណងប្រហារតីព្រះអង្គនោះឡើយបើយើងដឹងថាយើងរាល់គ្នាម្នាក់ៗតែត្រូវការព្រះអង្គចង់បានព្រះអង្គឲ្យនៅក្បែរយើងជានិច្ចត្បិតជីវិតរបស់យើងងាយហើយនឹងផុយស្រួយប៉ុន្តែព្រះនៃយើងព្រះអង្គតែយកប្រទេសទុកដាក់ព្រះអង្គតែគង់នៅជាមួយយើងព្រះយេស៊ូវសូមបងប្អូនបានបន្លឺសំឡេងឡើងហើយពីព្រះនាមព្រះយេស៊ូវជានាមលើអស់ទាំងនាមសូមទ្រង់កាន់ខ្ញុំក្នុងហុំពន់ខ្ញុំដែរក្តីស្នេហ៍របស់ព្រះអង្គអរព្រះគុណទ្រង់មកលើជីវិតនៃខ្ញុំចង់នៅក្បែរព្រះអង្គយើងនឹងច្រៀងម្ដងទៀតសូមទ្រង់កាន់ខ្ញុំច្រៀងពីក្តីស្នេហ៍របស់ព្រះអង្គ
គង់ទីនេះព្រះអង្គតាមឃើញលោកចិត្តរបស់បងប្អូនអត់នេះសូមបង្ហាញទៅកាន់ព្រះអង្គឲ្យអស់ពីលោកចិត្តរបស់បងប្អូនសូមផ្ទេរទៅកាន់ព្រះអង្គគ្រប់ទាំងបន្ទុកដែលបងប្អូនកំពុងតែមានបញ្ហាដែលបងប្អូនកំពុងតែមានសូមព្រះអង្គ ព្រះវិញ្ញាណ ទ្រង់គង់ទីនេះព្រះវិញ្ញាណទ្រង់គង់នៅជាសាងសាជាដោយព្រះគុណទាំងក្រីស្រីខ្ញុំចង់នៅបាយព្រះអង្គខ្ញុំចង់នៅបាយព្រះអង្គខ្ញុំចង់នៅបាយព្រះអង្គ បិតាអរព្រគុណព្រះអង្គបងប្អូនអើយនៅពេលដែលបងប្អូនបានស្រែកច្រៀងខ្ញុំជាមនុស្សធម្មតាប៉ុន្តែខ្ញុំស្ដាប់ទៅខ្ញុំពិតជាប៉ះពាល់មែនណាស់តម្រាំតែព្រះអង្គម្ចាស់នៃយើងដែលគង់នៅឋានសួគ៌ជាព្រះដែលលើអស់ទាំងព្រះជាព្រះដែលស្រឡាញ់បងប្អូនដែលអស់ពីចិត្តគឺជាព្រះដែលលះប្រជញ្ញនៅលើឈើឆ្កាងដើម្បីជីវិតរបស់យើងទាំងអស់គ្នាថាព្រះអង្គសពហេតុតែយ៉ាងណាទៅបងប្អូនអើយអរព្រគុណព្រះអង្គសម្រាប់ថ្ងៃនេះអរព្រគុណដែលបងប្អូនបានច្រៀងថ្វាយព្រះអង្គដែលព្រោះព្រះអង្គហើយបានប្រទានពរឲ្យយើងមានឱកាសនៅទីនេះដើម្បីថ្វាយបង្គំជាមួយគ្នាបិតាដ៏ជាព្រះដែលគង់នៅឋានសួគ៌ព្រះអង្គម្ចាស់ព្រះយេស៊ូវគុណពិតជាអរព្រះគុណព្រះអង្គអរព្រះគុណលើសពីអ្វីដែលយើងខ្ញុំអាចពិពណ៌នាព្រះអង្គម្ចាស់អើយគុណដឹងថាកម្លាំងទូបង្គំខ្សោយហើយល្វើយផងតែព្រះអង្គគឺជាខែលគឺជាកម្លាំងដែលតែងតែការពារហើយគ្របបាំងទូបង្គំជីវិតរបស់យើងខ្ញុំទាំងអស់គ្នាហាក់ដូចជាភេជ្ជៈដែលបាក់បែកតែព្រះអង្គបានផ្គុំរើសយើងខ្ញុំឡើងហើយហៅទូបង្គំរាប់ទូបង្គំថាជាកូនស្ងួនគារបស់ព្រះអង្គព្រះអង្គស្រឡាញ់យើងខ្ញុំដល់ម្ល៉េះព្រះអង្គសគត់ទៅលើឈើឆ្កាងព្រះលោហិតរបស់ព្រះអង្គហូរមកដើម្បីសម្អាតជីវិតរបស់យើងខ្ញុំទាំងអស់គ្នាបន្ទ្រង់គឺជាទីពឹងជ្រកនៅទំនុកដំកើងចំពុក9ព្រះយេហូវ៉ាទ្រង់នឹងបានជាទីពឹងជ្រកដល់អស់អ្នកណាដែលគេសង្កត់សង្កិនគឺជាទីពឹងនៅគ្រាលំបាកហើយអស់អ្នកណាដែលស្គាល់ព្រះនាមទ្រង់គេនឹងទុកចិត្តទ្រង់បិទអោព្រះយេហូវ៉ាអើយទ្រង់មិនបោះបង់ចោលពួកអ្នកដែលស្វែងរកទ្រង់ឡើយអាមែនគុណជឿទៅលើព្រះអង្គថាព្រះអង្គមិនដែលបោះបង់ដល់អ្នកណាដែលស្វែងរកព្រះអង្គនោះឡើយហើយនៅថ្ងៃនេះព្រះអង្គទតឃើញដួងចិត្តរបស់បងប្អូនទូបង្គំទាំងអស់គ្នាបងប្អូនទូបង្គំបានថ្វាយគ្រប់ទាំងអ្វីដែលពួកគាត់មានថ្វាយការសរសើរដំណើរថ្វាយពេលវេលាទៅកាន់ព្រះអង្គអម្ចាស់អើយសូមបន្តបានគង់ជាមួយពួកគាត់តរំពៃហើយប្រទានពរដល់ពួកគាត់ទាំងអស់គ្នាផងដែរនៅថ្ងៃនេះទូបង្គំទាំងអស់គ្នាសូមថ្វាយគ្រប់ទាំងការសរសើរដំណើរនិងថ្វាយបង្គំថ្វាយដល់ព្រះតែមួយប៉ុណ្ណោះគឺជាព្រះដែលលើអស់ទាំងព្រះហើយគឺជាស្ដេចដែលលើអស់ទាំងស្ដេចដែលមានព្រះនាមថាព្រះយេស៊ូវគ្រីស្ទអាមែន